វ័យជិត50ឆ្នាំទទួលការវះកាត់បូមខ្លាញ់ក្រោមចង្ការបន្ទឹងស្បែកមុខដោយអំបោះកូឡាជែននិងចាក់ខ្លាញ់បំពេញតំបន់ចង្អូរថ្ពាល់ខំបូផ្លាស់ប្ដូរមើលទៅក្មេងជាងវ័យ10ឆ្នាំនៅមន្ទីរពេទ្យកែសម្ផស្សវៀតមីពេលយើងបន្ទឹងស្បែកមុខដោយសរសៃអំបោះតំបន់នេះលើកឡើងតំបន់នេះលើកឡើងបងប្អូនប៉ុន្តែតំបន់នេះខ្វះជាតិខ្លាញ់ដូច្នេះយើងត្រូវបន្ថែមខ្លាញ់បន្ថែមទៀតដើម្បីធ្វើឲ្យវាមើលទៅស្អាតជាងមុនយើងបានធ្វើការបូមខ្លាញ់នៅខាងក្រោមហើយបន្ទាប់មកចាក់ខ្លាញ់នៅទីនេះចំពោះតំបន់ក្រោមភ្នែកវិញមានជាតិខ្លាញ់លើសបូករួមទាំងស្បែកលើសដូច្នេះយើងបានសម្រេចចិត្តធ្វើដូច្នេះសួស្តីអ្នកទាំងអស់គ្នានេះគឺបន្ទាប់ពី7ថ្ងៃប្អូនស្រីបង្កើតរបស់ខ្ញុំបានធ្វើបន្ទឹងស្បែកមុខដោយសរសៃអំបោះណាហុងឃើញយ៉ាងណាដែរឃើញក្មេងជាងអាយុ10ឆ្នាំឥឡូវនេះអាយុ50ឆ្នាំឥឡូវនេះអាយុ50ឆ្នាំបានក្លាយជាអាយុ40ឆ្នាំហើយនេះឃើញទេថ្ងៃមុនយាធ្លាក់ខ្លាំងណាស់មែនហើយយាធ្លាក់នោះឥឡូវនេះអាចឃើញមុខនាងទេហុងមកថ្ងៃនេះដើម្បីកាត់ចេញមើលទៅស្អាតណាស់ក្មេងណាស់មែនទេពេលមើលបែបនេះមិនដឹងថានាងចិត្តអាយុ50ឆ្នាំទេមើលទៅដូចជាអាយុ40ឆ្នាំអញ្ចឹងថ្ងៃមុនបានបញ្ចូលខ្លាញ់នៅសងខាងបាត់ស្នាមចង្អូរថ្ពាល់2ហើយចូលយើងងាកទៅមើលហុងនៅទីនោះនេះជាស្លាកស្នាមមួយស្លាកស្នាមតូចមួយនៅទីនេះមើលស្លាកស្នាមមើលនេះជាស្លាកស្នាមតូចមួយនៅទីនេះបងប្អូនពេលយើងបន្ទឹងដោយសរសៃអំបោះស្លាកស្នាមត្រូវបានលាក់នៅក្នុងសក់មើលមិនឃើញវាទេមើលនេះជាស្លាកស្នាមបន្ទាប់ពីកាត់ចេះហើយមើលមិនឃើញវាទេបងប្អូនវាតូចបែបនេះបន្ទឹងដោយសរសៃអំបោះនៅក្រហមបន្តិចដូច្នេះបងប្អូនបន្ទាប់ពីការបន្ទឹងស្បែកមុខដោយសរសៃអំបោះជាធម្មតាបន្ទាប់ពី1ថ្ងៃគឺស្អាតហើយបន្ទាប់ពី2សប្តាហ៍ការផលិតកូឡាជែនកើនឡើងធ្វើឲ្យមុខរបស់អ្នកមើលទៅកាន់តែស្អាតនិងក្មេងជាងវ័យឃើញទេថាលទ្ធផលអស្ចារ្យប៉ុណ្ណានេះអូខេតំបន់ទាំងនេះពីមុនមានស្នាមជួញខ្លាំងប៉ុន្តែឥឡូវនេះវាបានបាត់ទៅវិញយ៉ាងឆាប់រហ័សនិងងាយស្រួលហើយគ្មានការឈឺចាប់អ្វីទាំងអស់ខ្ញុំមិនបានលេបថ្នាំបំបាត់ការឈឺចាប់ណាមួយនៅយប់នោះទេជាទូទៅប្រសិនបើមនុស្សចង់មើលទៅក្មេងជាងវ័យដំណោះស្រាយដ៏សាមញ្ញបំផុតគឺការបន្ទឹងស្បែកមុខដោយសរសៃអំបោះប៉ុន្តែប្រសិនបើអ្នកចង់មើលទៅក្មេងជាងនេះទៅទៀតនោះការវះកាត់បន្ទឹងស្បែកមុខគឺជាមធ្យោបាយដ៏ល្អបំផុតសុវត្ថិភាពឆាប់រហ័សនិងមិនត្រូវការពេលវេលាសម្រាប់បន្ទាប់ពីការវះកាត់តែមួយដងអ្នកនឹងមើលទៅក្មេងជាង10ឆ្នាំសូមផ្ញើសារទៅកាន់មន្ទីរពេទ្យកែសម្ផស្សវៀតមីឥឡូវនេះដើម្បីកក់ការណាត់ជួបរបស់អ្នក